បាទសួស្តីសិស្សទាំងអស់គ្នាថ្ងៃនេះលោកគ្រូត្រឡប់មកជាថ្មីម្ដងទៀតនៅវីដេអូធ្វើការចែករំលែកអំពីរបៀបដំឡើង Flutter SDK នៅលើ Android Studio អូខេពេលថ្ងៃមុនយើងធ្វើការដំឡើងវារួចរាល់ហើយឥឡូវយើងចូលបើកកម្មវិធី Android Studio របស់យើងឲ្យទៅអូខេអញ្ចឹងបន្ទាប់ពីយើងបើកកម្មវិធីយើងហើយយើងចូលទៅក្នុង Google Chrome ណាអូខេคลิกចូល Google Chrome មកអញ្ចឹងនៅក្នុងការណែនាំមានតែ2ចំណុចទេសម្រាប់យើងចូល address ទី1យើងចូល address នេះបាទ flutter នេះយើងវាយមកក្នុង Google Chrome នឹង flutter.dev អញ្ចឹងដើម្បីធ្វើការតម្លើង flutter នៅក្នុង Android Studio នេះគ្រូសូមណែនាំទូទៅអំពីអ្វីទៅគេហៅថា flutter flutter គឺជា SDK សម្រាប់ develop ទៅលើ multi platform ណាបាទអញ្ចឹង multi platform មានអីវាមាន mobile មាន web មាន desktop មាន embedded device និងមាន iOS អញ្ចឹងមានន័យថា SDK Flutter SDK នេះគឺធ្វើតែ platform មួយទេប៉ុន្តែវាអាចដំណើរការបានរហូតទៅដល់5 platform ណាព្រោះពីដើមគឺយើងធ្វើការ develop មួយ platform មួយប៉ុន្តែសម្រាប់editor បើយើងនិយាយថា data programming នៅក្នុង Flutter នេះគឺជាភាសាមួយថ្មីបើសិស្សទាំងអស់គ្នាដែលធ្លាប់បានសិក្សាកន្លងមកហើយយើងអាចស្គាល់អ្វីទៅជា data programming បាទ data programming នេះគឺជាភាសាថ្មីមួយឬក៏ជា SDK ថ្មីមួយដែល develop សម្រាប់ multi platform របស់ក្រុមហ៊ុន Google ណាក្រុមហ៊ុន Google គាត់បាន develop IDE នឹងឲ្យយើងមួយសម្រាប់យើងធ្វើ tool ក្នុងការ develop mobile app សម្រាប់ web សម្រាប់ desktop សម្រាប់ embedded សម្រាប់iOS បាទអញ្ចឹងសម្រាប់ក្រុមហ៊ុនល្បីដែលពីមុនគាត់ធ្លាប់តែ develop ទៅលើ platform ឬក៏ SDK ផ្សេងហ្នឹងឥឡូវគាត់បាន move ទៅកាន់ក្រុមហ៊ុន Google ហើយដូចជាក្រុមហ៊ុនល្បីដូចជា Toyota Grab eBay W Alibaba Capital One បាទមាន New York Times Square បាទ Philip ហើយវាអាចមានច្រើនទៀតយើងអាចចូលទៅមើលទៅបាទមានច្រើនទៀតដូច Biden ដូចអីsẽក្រុមហ៊ុនល្បីហើយ WeChat អីហ្នឹងបាទសូម្បីតែស្អីគេបាញ់គ្នានេះក៏វាងាកមកមូមកកាន់ហ្នឹងដែរហើយសម្រាប់ service របស់ Google Flutter គឺវាបានមូទៅទាំងស្រុងតែម្ដងមានន័យថាយើងប្រើរាល់ថ្ងៃហ្នឹងគឺ interface និង programming នៅខាងក្រោយរបស់វាហ្នឹងគឺ data programming របស់ក្រុមហ៊ុន Google អូខេអញ្ចឹងត្រឡប់មកវិញមកខាតពេលយូរយើងចាប់ដើមធ្វើការចូលទៅក្នុងការដំឡើងតែម្ដងអូខេទី1ដើម្បីធ្វើការដំឡើងវាយើងចូលនេះត្រឡប់មកមើលកន្លែង note របស់គ្រូនេះគឺយើងទៅបើ address នេះមួយទៀតមកណាបាទខ្ញុំផា address នេះចូលមកយើងវាយពាក្យនោះ doc.flutter.new.slide install អូខេបាទអញ្ចឹងមកដល់នេះយើងឃើញថា Flutter វាបាន update version ចុងក្រោយរបស់វាគឺ version 3.38 ហើយនឹងអានេះគឺ announcement វាឲ្យយើង learn more គេរៀនអំពីវានៅ version ថ្មីហើយនឹង data programming របស់វាគឺ 3.10 here នេះគេថាណាអូខេអញ្ចឹងយើងត្រឡប់មកមើលនៅក្នុងនេះគេដាក់ថា install Flutter អញ្ចឹង learn how to install the Flutter SDK and manage the resulting installation អូខេចឹងមានន័យថាយើងចាប់ផ្ដើមធ្វើការ install វានឹងយើងត្រូវស្វែងយល់អំពីវាបន្តិចសិនមិនទាន់អាចទៅទៀតគ្រូបញ្យល់កន្លែងហ្នឹងបន្តិចអញ្ចឹងកន្លែងនេះគឺវាមានការដំឡើងជាមួយនឹង IDE មានន័យថា editor មកនិយាយណាយើងនិយាយថា editor ណា editor code editor អញ្ចឹង code editor វាមាន support ច្រើនសម្រាប់ Flutter វាមានដូច Firebase Datapad បាទអញ្ចឹងខ្ញុំ link ចូលមួយមក Datapad ហ្នឹងស្អីគេបាទអញ្ចឹង Datapad ហ្នឹងគឺជាទម្រង់ website មួយរបស់ក្រុមហ៊ុន Google ដែលគាត់បង្កើតឲ្យយើងធ្វើការរៀនគេថា learning data programming ហ្នឹងជាមួយនឹងinterface web interface របស់គាត់ហ្នឹងណាយើងចង់ធ្វើការសាកល្បង compilation អីឬក៏ running អីយើងអត់ចាំបាច់ install
Android Studio ឬក៏ Visual Studio ឬក៏ another platform editor ផ្សេងទេគឺយើងអាច test ឬក៏យើង learn how to make programming that programming នៅលើហ្នឹងណាអូខេអញ្ចឹងយើងមានមួយទៀតគឺ Firebase Studio ណា Firebase Studio នេះក៏ជាកម្មវិធី interface មួយដែរដែលយើងអាចមិនចាំបាច់បង្កើតAndroid Studio ក៏យើងអាច build app មួយសម្រាប់ Flutter app Flutter ឬក៏ mobile app using that programming by Flutter SDK នឹងបានដែរណាអាហ្នឹងណាគឺយើងប្រើបានដូចគ្នាចាអាហ្នឹងចាំធ្វើមេរៀនមួយទៀតតាក់ទងជាមួយនឹង Firebase ហ្នឹងបាទឬក៏ Datapad នេះយើងអាចរៀន testing នៅលើហ្នឹងអូខេតែឥឡូវកុំខាតពេកយើងចូលទៅ install វាសិនណាអូខេ install វាមានពីរគេដាក់ថាវា recommended នេះមានន័យថាវាណែនាំយើងហ្មងថាអ្នកឯងគួរឲ្យ install ជាមួយនឹង Visual Studio តែដោយសារតែនៅក្នុងមេរៀននេះលោកគ្រូធ្វើការ install វាជាមួយនឹង Android Studio អូខេយើងប្រើជាមួយនឹង editor មួយ Studio ទេអញ្ចឹងយើងត្រូវយកកន្លែងនេះដាក់ថា install manually អូខេអញ្ចឹងយើងចូលមកក្រោមណានៅក្នុងការ install នេះគេប្រាប់ហើយយើងអាច install manually ហ្នឹងគេហៅថា install ដោយផ្ទាល់ហ្នឹងគឺថាយើង install វាមាន development platform ហ្នឹង4ធំដែលវាអាចដំណើរការនៅលើភាសាហ្នឹងបានវាមាន Windows មាន Mac OS មាន Linux មាន Chrome OS បាទអញ្ចឹងបើសិនជាយើងប្រើ operating system មួយណាយើង download ទៅតាម instruction មួយហ្នឹងទៅតែដោយសារវីដេអូលោកគ្រូនៅក្នុងចំណុចនេះគឺលោកគ្រូចង់បង្ហាញអំពីលោកគ្រូនឹងដំឡើងវានៅក្នុង Windows របស់លោកគ្រូគឺ Windows 10 x64 ណាអូខេអញ្ចឹងវាប្រាប់អំពី instruction វា the first step របស់វាគឺត្រូវតែ install JIT for Windows សិនចា JIT for Windows នេះគឺចាំបាច់យើងត្រូវ install វាចឹងយើងគ្រូ open new link ចឹង JIT open new link មកវាមាននេះកន្លែងនេះវាមាន3 OS ដែរចឹងបើយើងប្រើ OS មួយណាយើង down តាម OS មួយហ្នឹងទៅណាយើងនៅលើ OS Windows ចឹងគ្រូយកនេះដោយសារតែលោកគ្រូប្រើ x64 ណាបើនិយាយថា64 bit Windows 10 64 bit អូខេយើងคลิกលើហ្នឹងទៅវានឹង download ហើយទំហំរបស់វាប្រហែលជាខ្ទង់60 មេជាងទេចាគ្រូ download ហើយមិន download ទៀតទេអូខេបាទអញ្ចឹង file របស់វាលោកគ្រូបានធ្វើការ download ទុកហើយដើម្បីយើងងាយស្រួលសម្រាប់ធ្វើការប្រើតុង ID Flutter នេះអូខេណាបាទនេះគឺ version របស់វាគឺ 2.52.0 x64 bit អូខេបាទអញ្ចឹងត្រឡប់មកវិញកន្លែងនេះយើង download ជីតនឹងហើយអញ្ចឹងវាឲ្យយើងរៀនអំពីជីត document នឹងបើយើងចង់រៀនវាយើងអាចចូលរៀនវាបន្ថែមអញ្ចឹងបន្ទាប់ពីយើងចូលដល់នេះកន្លែងនេះ second step នេះចំណុចទី2នេះគេប្រាប់យើងថា for the best experience developing Flutter app consider installing នេះ editor នេះឃើញទេអូខេអញ្ចឹងសួរថាយើងជ្រើសរើស editor មួយណាអញ្ចឹងកន្លែងនេះយើងត្រូវតែ click ចូលទៅក្នុង editor មួយនេះអញ្ចឹង editor វាគឺមានទាំងអស់4 editor អា2នេះប្រើ online ដូចគ្រូនិយាយប្រាប់មកអញ្ចឹងយើងអាចធ្វើការ test យើងក៏រៀនឬក៏យើងធ្វើការសិក្សាភាសា program Flutter programming ឬក៏ Dart programming ហ្នឹង SDK ហ្នឹងរបស់វាហ្នឹងនៅលើ Datapad នេះឬក៏យើងប្រើប្រាស់កម្មវិធីមួយទៀតយើងអាច develop Flutter app ហ្នឹងនៅលើ Firebase Studio នេះបានប៉ុន្តែអ្វីដែលជារបស់យើងនេះគឺយើងនេះយើងប្រើនេះ Android Studio IntelliJ នេះណាអូខេអញ្ចឹងនៅក្នុងនេះគឺយើងបានតម្លើងរួចអស់ហើយកម្មវិធីទាំងអស់នេះណាប៉ុន្តែអ្វីដែលយើងអត់ទាន់បានគឺយើងត្រូវ update plugin វាណានេះគេណា plugin នេះយើង update ហើយនៅបើយើង update ហើយយើងចូលទៅប្រើវាបានប៉ុន្តែបើនៅទេគឺយើងត្រូវធ្វើការ update វាណាអញ្ចឹង update វាគឺនេះណាអូខេនេះចេញទៅ update វាអញ្ចឹងដើម្បីចូល update វាយើងធ្វើម៉េចបាទយើងចូលទៅ install មកអញ្ចឹងកន្លែងហ្នឹងគឺយើង update Flutter បើយើងនិយាយថាយើងតម្លើង plugin Flutter ហ្នឹងនៅលើ Android Studio editor របស់យើងអូខេយើងចុច install មកណា
và anh chẳng bật sân chỉ cần lại nâng dương on install plugin nâng tế và lại thì restart ID mùi viên nâng mình ai score là data programming là lơ Android Studio bàn tê xong một chạy lại nâng tính á vì pro hạt ấy bàn chẳng plugin nâng cứ chỉ cần lại thưa compiler chỉ mùi nâng data programming compiler ná vì thở chụp cái này không cảประกาศ ជា project សម្រាប់ editor Android Studio editor អូខេអញ្ចឹងយើងមាន plugin ហើយឃើញវា load នេះដំបូងវាអត់មានទេវាមានតែ new project open តែឥឡូវវា load មួយទៀតវាដាក់ថា new flutter project អូខេអញ្ចឹងយើង back ត្រឡប់ទៅក្នុងគេអាទំព័ររបស់យើងវិញយើងចូលទៅមើលមួយទៀតអ្វីដែលយើងត្រូវការមួយទៀតនោះគឺយើងត្រូវការអីបាទចូលទៅកន្លែងនេះដើមវិញត្រឡប់មកកន្លែង install manually នេះគឺយើងទៅ download មួយទៀតគឺ SDK ណាអញ្ចឹងយើងប្រើនេះអាកន្លែងនេះអាកន្លែង plugin នេះគ្រាន់តែស្គាល់ data programming ទេ data programming របស់ Flutter ទេប៉ុន្តែអត់ទាន់មាន SDK អញ្ចឹង SDK ហ្នឹងសំខាន់មួយទៀតព្រោះ SDK ហ្នឹងវាជាបណ្ដុំ code ទាំងអស់ឬក៏វាជាបណ្ដុំ programming ទាំងអស់ដែលវាមានតំណែងគ្នាក្នុងការបង្កើតទៅជា app ឲ្យវាស្គាល់ទៅលើ multi platform ផ្សេងហ្នឹងអាហ្នឹងវាត្រូវការមាន SDK មួយទៀតវាមិនមែនមានតែ SDK របស់ Android SDK ទេប៉ុន្តែវាទាមទារមាន Flutter SDK មកវាមួយទៀតណាចា SDK ហ្នឹងស្អីគេទាំងអស់គ្នា SDK ហ្នឹងគឺ software development kit មានន័យថាវាគឺជាបណ្ដុំ code ដែលនិយាយចឹងបណ្ដុំ code ដែលក្រុមហ៊ុន Google ហ្នឹងគាត់ develop ដើម្បីឲ្យវាស្គាល់ជាមួយនឹង multi platform ឲ្យវាស្គាល់ជាមួយ device ទាំងអស់ហ្នឹងកាលណាយើងអត់មានអាហ្នឹងទេគឺអត់ទទួលស្គាល់ទេណាអូខេអញ្ចឹងយើងកន្លែងនេះយើង download វាមកនេះ version របស់វាគឺ latest បាទចុងក្រោយនេះ latest ហើយ stable release ទៀតនេះ version 3.38.4 stable អញ្ចឹងវាជា file zip ទេអូខេដោយសារទំហំវា 1.7 GB ហើយវាធំអញ្ចឹងគ្រូ download វាទុកហើយដោយសារវាយូរអញ្ចឹងខ្លាចសិនអស់គ្នារងចាំវីដេអូយូរអូខេគ្រូខ្វែងចោលតែអញ្ចឹងយើងចូលទៅមើលនៅកន្លែងនេះម្នាក់នេះហៅ download ហើយណាអញ្ចឹងអ្វីដែលយើងត្រូវការគឺយើង clone នេះចោលសិនហើយយើង install cheat នេះសិន